ជម្រាបសួរចាជួបគ្នាជាមួយនឹងខ្ញុំចន្ទធូជាសារជាថ្មីនេះខ្ញុំនឹងមកបង្ហាញតកតងជាមួយនឹងការប្រើប្រាស់ក៏ដូចជាការភ្ជាប់ Auto CarPlay និង Android Auto ទៅក្នុងឡាន Mitsubishi Express ផងដែរចាហើយការភ្ជាប់ Apple CarPlay ទៅលើឡាន Mitsubishi ហ្នឹងគឺយើងមានពីរប្រភេទដែរចាទី1គឺបងប្អូនអាចធ្វើការភ្ជាប់ដោយប្រើខ្សែហើយទី2គឺយើងអាចភ្ជាប់ Bluetooth direct ទៅតែម្ដងទី1នេះខ្ញុំនឹងបង្ហាញតកតងជាមួយនឹងការភ្ជាប់ដោយប្រើខ្សែមុនសិនការប្រើខ្សែនេះយើងអាចភ្ជាប់ជាមួយនឹង USB ក៏បានហើយយើងជាមួយនឹង Type C ក៏បានតែឥឡូវខ្ញុំតេស្តជាមួយនឹង Type C យើងដោតវាចូលមកដល់នេះចាហើយបន្តមកទៀតយើងដោត connect មកចំណេញទូរស័ព្ទរបស់យើងចាហើយចាំបន្តិចវានឹងលោតចេញ Auto CarPlay យើងហើយយើងចុចទៅនឹងចាវានឹងលោតចេញហើយសម្រាប់ការយើងប្រើខ្សែហ្នឹងគឺយើងចំណេញបានទាំងប្រើ Apple CarPlay បានភ្ជាប់ទាំង Bluetooth ហើយក៏យើងបានសាកថ្មទូរស័ព្ទផងដែរចាចំណុចទី2យើងភ្ជាប់ដោយប្រើ Bluetooth យកបាក់ប្រើខ្សែទេទី1បងចូលមកក្នុង setting បន្តមកទៀតយើងចូលទៅក្នុងពាក្យថា Bluetooth បន្តមកទៀតបងចូលថាពាក្យថា Admin បន្តមកយើង stay នៅក្នុងហ្នឹងហើយយើងចូលមកក្នុងទូរស័ព្ទយើងវិញម្ដងចាហើយបងប្អូនចុចកន្លែងចូល setting ហើយចូលពាក្យថា Bluetooth យើងថត on Bluetooth មកបន្តមកទៀតយើងនឹងវានឹងលោតចេញ device យើងនេះអូខេយើងនឹងលោតចេញឲ្យយើងថា Mitsubishi Express យើងចុចលើត្រង់នេះមកចាទៅយើង pair វាលេខកូដដែលយើងត្រូវភ្ជាប់ហ្នឹងតោះមកយើងចុច allow ចាតោះមកយើង connect ជាមួយនឹង Apple CarPlay របស់យើងដល់មកទៀតយើងចូលមកក្នុង screen វានឹងឲ្យយើង load Apple CarPlay យើងចុចមកចាគឺវានឹងចេញផ្ទាំងមកបែបនេះដែលយើងអាចធ្វើការ call ស្ដាប់ music ឬក៏យើងមើល map នៅក្នុងហ្នឹងក៏បានដែរចាហើយបងច្រើនសម្រាប់ការតាមដានទស្សនាវីដេអូតាមវីដេអូរបស់ចុះ